បាទសួស្តីអ្នកទាំងអស់យើងវិលមកកាន់ vlog របស់ខ្ញុំបាទប្រុសឌឿម្ដងទៀតហើយវីដេអូរបស់ខ្ញុំនេះអត់មានអ្វីថ្មីទេអ្នកទាំងអស់យើងដូចតែវីដេអូភាគ1អញ្ចឹងឥឡូវយើងចូលសាច់ការយើងតែម្ដងទៅអ្នកទាំងអស់យើងចង់ប្រាប់ថាឥឡូវនេះគឺកាពះរបស់ខ្ញុំនេះគឺគោខ្លាំងមែនទែនមិនបានញ៉ាំបាយនេះទេមូលហេតុដែលមិនបានញ៉ាំបាយនោះគឺមកពីយើងនឹងថតមិនទាន់ចប់មូលហេតុដែលយើងថតមិនទាន់ចប់នោះគឺមកពីប្លង់ច្រើនពេកអញ្ចឹងហើយទោះម៉ោង2ដល់ក៏ម៉ោង2ដល់ទៅអត់ខ្វល់ទេសំខាន់ឲ្យតែបានបង្ហើយប្លង់ឲ្យចប់តែម្ដងយ៉ាងមិនដែរអ្នកទាំងអស់គ្នាបន្ទាប់ពីបានទស្សនារឿងលងស្នេហ៍កមុំមេឃុំឲ្យរ៉េបប្រមាណនៅបានដែរអ្នកទាំងអស់យើងហើយរឿងលងស្នេហ៍កមុំមេឃុំនឹងក៏បានមកដល់ភាពបញ្ចប់ហើយអ្នកទាំងអស់យើងហើយរឿងថ្មីក៏បានមកដល់ដែរអ្នកទាំងអស់យើងរឿងនៅមានចំណងជើងថារឿងមុនស្នេហ៍ឬជាហើយពិតជាប្លែកអារម្មណ៍មែនតើបាទរឿងមុនស្នេហ៍ឬជានោះគឺជារឿងប្រភេទបែបបុរាណយ៉ាងមិនដែរអ្នកទាំងអស់គ្នានៅពេលដែលក្រុមឈុនសិលាបានបញ្ចេញរឿងបុរាណម្ដងពី channel អញ្ចឹងហើយងាកមកមើលជាភីមខ្ញុំវិញនេះគឺកេងលក់ទៀតហើយអ្នកទាំងអស់យើងមិនឲ្យងុយគេមិនបើព្រឹកថតហើយល្ងាចថតហើយពេលខ្លះថតយប់ទៀតក៏ប៉ុន្តែមិនជាបញ្ហានោះទេអ្នកទាំងអស់គ្នាដើម្បីមានរឿងផុសជារៀងរាល់ថ្ងៃឲ្យពុកម៉ែបងប្អូននេះបានទស្សនាមិនឲ្យរំលងមួយថ្ងៃឡើយរាល់ថ្ងៃនេះពូសិលាហើយនឹងតួជាមួយនឹងកាមេរ៉ាមែនគឺខំប្រឹងមែនតើអ្នកទាំងអស់គ្នាតែបើថាថ្ងៃណាហត់ខ្លាំងពេកទៅលេងរួចហើយគឺសុំសម្រាប់មួយថ្ងៃហើយបើនៅតែខំប្រឹងហើយអត់សម្រាប់ទេគឺខ្លាចឈឺអញ្ចឹងហើយបើយើងហត់ខ្លាំងគឺសម្រាប់ហើយអ្នកទាំងអស់គ្នាយើងមិនសម្រាប់ទេបើថាឈឺវិញគឺមិនមែនសម្រាប់មួយថ្ងៃទេគឺសម្រាប់មកទឹកតែម្ដងហេវបាយខ្លាំងណាស់ហេវ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 បាយម៉ោង12រាល់ថ្ងៃដាច់ចោលហើយដាច់ឥឡូវហើយដាច់ម៉ោង12ទៀតម៉ោង1ម្ដងមកអូខ្លាចគោចូលមកចូលមកអូគ្រប់អត់ហេអមម៉ាទៅហើយទៅញ៉ាំបាយរងចាំពាក្យថាចប់នឹងយូរហើយនៅទាំងអស់យើងបាទកាពះខ្ញុំគឺគោខ្លាំងមែនតែនធ្វើទុកមែនតែនតែហ្មងព្រោះថាក្លៀនបាយខ្លាំងពេកអញ្ចឹងហើយសុទ្ធទៅមុនគេតែម្ដងទៅពងតែក្លៀនបាយផងពីណាគេទ្រាំបានបើគោគ្រុករហូតនេះគឺជាស្ពានឈើមួយដែលរឹងមាំអ្នកទាំងអស់យើងបាទបើថាយើងឆ្លងស្រួលទេគឺក្ដុកទៅក្រោមតែម្ដងបាទហើយខ្ញុំនេះវិញដៃម្ខាងកាន់ចង្កូតដៃម្ខាងទៀតកាន់ទូរស័ព្ទដើម្បីថតឲ្យអ្នកទាំងអស់យើងបានទស្សនាពីផ្លូវដែលខ្ញុំជិះពីផ្ទះមកថតហើយជិះពីកន្លែងថតទៅផ្ទះវិញបាទផ្លូវហ្នឹងក៏អត់ពិបាកប្រហែលទេអ្នកទាំងអស់យើងស្រាប់ខ្ញុំព្រោះខ្ញុំជិះរាល់ថ្ងៃបន្ទាប់ពីខ្ញុំធ្វើដំណើររយៈពេលអស់1ម៉ោងមកឥឡូវនេះបានមកដល់ផ្ទះហើយអ្នកទាំងអស់យើងហើយក៏មិនបងអរយូរដែរទាំងអស់យើងគឺយើងត្រូវតែបញ្ញាប់ញ៉ាំបាយលឿនដើម្បីរៀបចំខ្លួនទៅថតរឿងបន្តទៀតបាទសកម្មភាពរបស់ខ្ញុំហើយនឹងទូទាំងអស់គឺដូចតែគ្នាអញ្ចឹងអ្នកទាំងអស់យើងពេលព្រឹកគឺយើងចាប់ដើមថតពីម៉ោង7ទៅអ្នកទាំងអស់យើងបាទហើយម៉ោង12គឺយើងសម្រាកញ៉ាំបាយរយៈពេល1ម៉ោងអញ្ចឹងហើយយើងមានពេលតែ1ម៉ោងទេទាំងអស់យើងអញ្ចឹងយើងត្រូវទៅរស់រាន់បាទព្រោះពេលវេលាគឺអត់ចាំយើងទេ1ម៉ោងគឺថាលឿនមែនតើអញ្ចឹងហើយបើយើងមិនបញ្ញាប់រស់រាន់ញ៉ាំបាយរៀបចំខ្លួនទេគឺយឺតហើយប្លង់ដែលយើងត្រូវទៅថតនេះគឺគាត់នៅផ្ទះទេទាំងអស់យើងគឺយើងទៅថតនៅខាងក្រៅបាទលើកនេះទៅថតនៅខាងក្រៅអីវ៉ាន់ហើយនឹងឧបករណ៍យើងរៀងច្រើនបន្តិចនៅទាំងអស់យើងដោយសារតែរៀងល្ងាចដែរអញ្ចឹងហើយល្ងាចគឺរៀងធ្លាក់ពលឺហើយព្រោះអីយើងថតនៅគេលបងវត្ត